Hello សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានទូរស័ព្ទមួយគ្រឿងដែរនឹងអស់គ្នាវាហើមថ្មអញ្ចឹងហើយយើងអាចទៅទិញថ្មតាមហាងទូរស័ព្ទយើងបដូរខ្លួនយើងដោយមិនបាច់ចាំទៅរកជាងអ្នកនរគ្នានឹងជាដំបូងខ្ញុំមានថ្មមួយគ្រាប់ដែរអ្នកនរគ្នាហ្នឹងហើយហើយតមកទៀតយើងមានអាឡាប់ផ្លុំមកដើម្បីផ្លុំកាវអ្នកនរគ្នាហ្នឹងហើយហើយយើងមានស្លឹកបៀមស្លឹកដើម្បីយើងកោះខ្នងក្រោយវាអ្នកនរគ្នាហ្នឹងហើយបើមិនតែយើងអត់មានស្លឹកបៀយើងពិបាកកោះហ្នឹងហើយពេលដែលយើងកោះទៅហើយយើងកុំភ្លេចចាក់ជើងសៀមចេញផងអ្នកនរគ្នាហ្នឹងហើយអញ្ចឹងអ្នកនរគ្នាយកស្លឹកបៀដាក់ចូលកន្លែងប្រហោះដែលផ្លោះដែលវាហើបណាទាំងអស់គ្នាហ្នឹងហើយតមកទៀតហើយយើងផ្លុំតិចដើម្បីឲ្យការវារលាយទៅយើងដាក់ស្លឹកបៀចូលស្រួលអ្នកគ្នាបន្ទាប់ពីយើងបានកោតរួចហើយយើងលើកក្របខាងក្រោយវាចេញមកអ្នកនរគ្នាហ្នឹងហើយថ្មខ្ញុំប៉ោងមែនទេអ្នកនរគ្នាហ្នឹងហើយយើងក៏ត្រូវមានទល់វីមួយឈុតដែរអ្នកនរគ្នាមួយឈុតក៏បានមួយក៏បានដែរដើម្បីយើងមួខ្សៅខាងក្រោយវាអញ្ចឹងអ្នកទាំងអស់គ្នាហ្នឹងហើយខ្សៅវាមានច្រើនដែរហ្នឹងណាបន្ទាប់ពីយើងមួខ្សៅរួចហើយយើងលើកស្ទះខាងក្រោយវាដើម្បីយើងដោះថ្មចេញឲ្យងាយស្រួលអ្នកទាំងអស់គ្នាផ្លាស់ប្ដូរងាយស្រួលអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់ខ្ញុំប្រើកញ្ចក់កូនដែរដើម្បីឆ្កឹះកន្លែងខ្សែសមាថ្មអ្នកទាំងអស់គ្នាហ្នឹងហើយដើម្បីយើងយកថ្មចេញហើយដើម្បីយើងយកថ្មចេញយើងទាញអាកាវវាហ្នឹងចេញអស់សិនមកយើងដកងាយស្រួលអ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងសម្រាប់ការវាហ្នឹងគឺមានសងខាងមាន2អ្នកទាំងអស់គ្នាអញ្ចឹងហើយវីដេអូនេះខ្ញុំសូមកាត់ដើម្បីឲ្យវាលឿនកុំឲ្យវាវែងទាំងអស់គ្នាហ្នឹងហើយក្រោយពីយើងយកកាវចេញហើយយើងក៏បានដោះថ្មហ្នឹងហើយក៏យើងកំពុងតែត្រៀមថ្មថ្មីដាក់ចូលផងដែរអ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងថ្មថ្មីនេះយើងមកផ្លាស់ប្ដូរខ្លួនយើងគឺអត់ថ្លៃអ្នកទាំងអស់គ្នាអញ្ចឹងគួរសមអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាពេលធ្វើពេលដោយអ្នកទាំងអស់គ្នាប្រយ័ត្នកុំឲ្យវាដាច់จากកន្លែងយើងថ្មវិញអ្នកទាំងអស់គ្នាហើយមើលឡើងខ្ញុំចូលហ្នឹងទៅអញ្ចឹងពេលដែលយើងដាក់ចូលហើយយើងទៅធ្វើតេស្តដើម្បីនេះយើងបើកគ្រឿងមើលថាវាចេញអត់អ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងឃើញការផ្លាស់ប្ដូរថ្មរបស់យើងបានជោគជ័យអ្នកទាំងអស់គ្នាហ្នឹងហើយពេលដែលយើងដាក់ថ្មចូលហើយយើងកុំភ្លេចដាក់ស្ទះក្រោយចូលអ្នកទាំងអស់គ្នាហ្នឹងអញ្ចឹងវីដេអូនេះក៏សូមអភ័យទោសដោយសារអត់មានអ្នកថតខ្លួនឯងបដៅអីចឹងអ្នកទាំងអស់គ្នាហើយសំខាន់យើងត្រូវមានកាវដើម្បីបិទស្ទះខាងក្រោយអ្នកទាំងអស់គ្នាហ្នឹងហើយយើងមានកាវហើយយើងមានកស៊ូដើម្បីក្រិតអ្នកទាំងអស់គ្នាដើម្បីរឹតឲ្យវាចប់នឹងខ្នងក្រោយរបស់វាអ្នកទាំងអស់គ្នាហ្នឹងបន្ទាប់ពីយើងបានរឹតកស៊ូរយៈពេល20នាទីទៅ30នាទីរួចយើងក៏ស្រែកកស៊ូមកឃើញថាទូរស័ព្ទរបស់យើងកំពុងតែដើរល្អអ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងសម្រាប់អរគុណបងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់អរគុណច្រើនបាយបាយ